នៅវិមាន7មករានារសៀលថ្ងៃច័ន្ទទី22ខែធ្នូឆ្នាំ2025សម្ដេចអគ្គមហាសេនាធិបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមសាស្ត្រាចារ្យស៊ីឈុនតាវអនុប្រធានបฏิបត្តិសាលាបកនៃគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីចិន CCPS និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបកកុម្មុយនីចិនអាជ្ញាទី20ចូលជួបសម្ដែងការគូសិននិងពិភាក្សាការងារឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាបានឲ្យដឹងថាក្រៅជំនួបនៅក្នុងជំនួបនោះសម្ដេចតេជោហ៊ុនសែនបានស្វាគមន៍ចំពោះឯកឧត្តមសាស្ត្រាចារ្យសៀឈុនតាននិងគណៈបព្វជិដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលនេះការអញ្ជើញរបស់ឯកឧត្តមសាស្ត្រាចារ្យមកកាន់កម្ពុជានៅពេលនេះគឺតបការអញ្ជើញរបស់សម្ដេចតេជោក្នុងពេលដែលសម្ដេចតេជោបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែធ្នូឆ្នាំ2021កន្លងទៅសម្ដេចតេជោបានបន្តថាវត្តមានរបស់ឯកឧត្តមសាស្ត្រាចារ្យស៊ីឈុនតាមកកាន់កម្ពុជានៅពេលនេះជាឱកាសនៃការពង្រីកទំនាក់ទំនងបន្ថែមទៀតនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងកម្ពុជាចិនរួមទាំងកិច្ចសហប្រតិបត្តិការរវាងគណៈបកប្រជាជនកម្ពុជានិងបកកុម្មុយនីចិនក្នុងឱកាសនោះឯកឧត្តមសាស្ត្រាចារ្យស៊ីឈុនតាបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាដែលបានអនុញ្ញាតឲ្យឯកឧត្តមនិងគណៈបព្វជិជួយសម្ដែងការកុសលនៅក្នុងពេលនេះឯកឧត្តមបានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជានិងចិនដែលមានជាមួយគ្នានៅពេលបច្ចុប្បន្ននេះដែលជាកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្និទ្ធរវាងប្រទេសទាំងពីរឯកឧត្តមក៏បានលើកឡើងអំពីភាពរីកចម្រើននៃទំនាក់ទំនងរវាងបកនិងបកដែលមានជាមួយគ្នាហើយឯកឧត្តមសង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមសាស្ត្រាចារ្យមកកាន់ប្រទេសជាណាចក្រកម្ពុជានៅពេលនេះនឹងជាការរួមចំណែកបន្ថែមទៀតដើម្បីពង្រឹងចំណងមិត្តភាពរវាងគណៈបកទាំងពីរឲ្យកាន់តែរីកចម្រើនឯកឧត្តមបានរំលឹកថាកន្លងមកភាគីទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងមន្ត្រីគណៈបកនៃប្រទេសទាំងពីរទៅវិញទៅមករួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរដែលជាផ្នែកមួយដ៏សំខាន់ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងចិននិងរវាងគណៈបកនិងបកកាន់តែជិតស្និទ្ធសម្ដេចតេជោបានសម្ដែងនូវក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការល្អរវាងគណៈបកនៃប្រទេសទាំងពីរដែលមានជាមួយគ្នាហើយសម្ដេចតេជោសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងកាន់តែរឹងមាំបន្ថែមទៀតដោយធ្វើយ៉ាងណាភាគីទាំងពីរបង្កើននូវកិច្ចសហប្រតិបត្តិការនៃការផ្លាស់ប្ដូរទស្សនកិច្ចមន្ត្រីទៅវិញទៅមកនិងការបណ្ដុះបណ្ដាលពង្រឹងធនធានមនុស្សរវាងគណៈបកនៃប្រទេសទាំងពីរចំពោះទំនាក់ទំនងរវាងកម្ពុជានិងចិនបច្ចុប្បន្នសម្ដេចតេជោសង្កត់ធ្ងន់ថាប្រទេសទាំងពីរគឺជាមិត្តភាពដៃថៃជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មីដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នាជាចុងក្រោយសម្ដេចតេជោហ៊ុនសែនបានជូនពរឯកឧត្តមសាស្ត្រាចារ្យសៀស៊ុនតាវនិងគណៈបព្វជិទាំងអស់ទទួលបានចុះចែកក្នុងការបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅពេលនេះ